ថ្ងៃនេះមកចែករំលែកពីវិធីធ្វើសម្លម្ជូរយួរឬក៏សម្លម្ជូរអ្នកជិតខាងទៀតហើយបងប្អូនដោយសារតែឲ្យតែរសជាតិជូរជូរហ្នឹងដឹងតែបាយខុសឆ្នាំងតែម្ដងហើយចំពោះវិធីធ្វើវិញណាមានច្រើនរបៀបធ្វើផ្សេងគ្នាហើយសម្លម្ជូរយួរថ្ងៃនេះដែរកើតចេញពីបន្លែដៃកផ្លោកនេះបងប្អូនឲ្យតែមានដៃកផ្លោកខ្ចីហ្នឹងអ្នកផ្ទះតែងតែឲ្យសម្លម្ជូរយួរញ៉ាំឬក៏សម្លម្ជូរស្រែយើងអញ្ចឹងណាចំពោះគ្រួសារនាងខ្ញុំឬក៏អ្នកខេត្តស្វាយរៀងបានដៃកំផ្លោកចូលចិត្តស្លម្ជូរឬក៏ស្លម្សៅជាពិសេសសម្លម្ជូរយួរនឹងឯងបងប្អូនដាក់ទៅនិយាយថារសជាតិឆ្ងាញ់មែនតើអាចជំនួសក្តាតក៏បានឬក៏យើងមិនបាច់ដាក់សណ្តែកបដោះក៏បានដែរឲ្យតែមានដៃកផ្លោកនិយាយថាឆ្ងាញ់តែម្ដងចំណែកឯបន្លែដែលមិនអាចខ្វះបានគឺម្នាស់ដាក់កាន់តែច្រើនកាន់តែឆ្ងាញ់រសជាតិវិញជូរអែមឡើងសតុនហើយបន្លែរួមផ្សំរបស់យើងមានដូចជាពេញប៉ោះក៏ដូចជាតឡាចអីបន្លែផ្សេងពោតបារាំងអីដាក់តាមការចូលចិត្តអញ្ចឹងបងប្អូនរៀបចំបន្លែត្រីសាច់រួចហើយចាប់ផ្ដើមស្លតែម្ដងជាដំបូងគឺយើងរំលីងខ្ទឹមសរបស់យើងនឹងឲ្យច្រើនបន្តិចមករំលីងឈ្ងុយដុសទុកពាក់កណ្ដាលទុកបង់ក្នុងសម្លរបស់យើងពេលឆ្អិនបន្ទាប់មកដាក់រំដេងគល់ស្លឹកគ្រៃក៏ដូចជាបន្លែរបស់យើងមានពេញប៉ោះលាយជាមួយនឹងម្នាស់ពាក់កណ្ដាលមករំលីងចូលគ្នាឲ្យឈ្ងុយដាក់ទឹកសម្លរបស់យើងចូលមកហើយចំណែកទឹកថ្ងៃនេះគឺនាងខ្ញុំដាំឲ្យពុះបងប្អូនអាចប្រើទឹកធម្មតាមិនទាន់ដាំក៏បានដែរទឹកមករំពុះគឺយើងចាប់ផ្ដើមវាយគ្រឿងចូលបងប្អូនមានទឹកត្រីអំបិលប៊ីចេងស្កររសជាតិធ្វើម៉េចឲ្យយើងជូរអែមឆ្ងាញ់តាមចំណង់ចំណូលចិត្តអញ្ចឹងបងប្អូនបន្ទាប់មកទៀតក៏បន្ថែមជាមួយនឹងអំពិលទុំម្ដងដើម្បីឲ្យបានរសជាតិរាងជូរបន្តិចបងប្អូនហើយចំពោះអំពិលបងប្អូនអាចជ្រុំយកទៅសាច់ដាក់ក៏បានដែរចំណែកថ្ងៃនេះគឺនាងខ្ញុំដាក់ទាំងដុំទាំងគ្រាប់ហើយយើងរងាស់ទឹកសម្លរបស់យើងឲ្យចូលជាតិគ្នាមានជាតិជូរប្រៃផ្អែមល្មមហើយចាំយើងបង់ត្រីរបស់យើងចូលអញ្ចឹងណាហើយចំពោះត្រីបងប្អូនអាចបំពងក៏បានឬក៏ដាក់ត្រីស្រស់ក៏បានដែរចំណែករសជាតិវិញគឺឆ្ងាញ់ដូចគ្នាហើយយើងរងាស់ទុកឲ្យឆ្អិនទៅចាំយើងបង់បន្លែតាមក្រោយហើយថ្ងៃនេះក៏សូមណែនាំបងប្អូនទាំងអស់គ្នាអំពីវីតាមីនជួយពន្យាភាពចាស់គឺ NAD+ Skin យ៉ាងជាផលិតផលរបស់ក្រុមហ៊ុនចាយសោភាពសាធម្មជាតិ24ញ៉ាំមួយថ្ងៃ2គ្រាប់អំឡុងពេលអាហារពេលព្រឹកមួយគ្រាប់និងអំឡុងពេលអាហារថ្ងៃត្រង់មួយគ្រាប់ញ៉ាំ NAD+ Skin យ៉ាងគឺជួយពន្យាភាពចាស់ជួយជួសជុល NAD ការពារកោសិកាពីការខូចខាតថែរក្សាសុខភាពប្រព័ន្ធប្រសាទនិងខួរក្បាលជួយបង្កើនការចងចាំនិងការធ្លាក់ចុះផ្លូវចិត្តជាពិសេសថែរក្សាស្បែកឲ្យស្រស់ស្អាតក្មេងជាងវ័យបង្កើនប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងឲ្យប្រឆាំងនឹងជំងឺផ្សេងដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាជាពិសេសក្នុងផេកផ្សារធម្មជាតិ24បន្ទាប់ពីយើងរងាស់ត្រីឆ្អិនរួចហើយគឺយើងដួសត្រីទុកសិនកុំឲ្យបែកសាច់អីអញ្ចឹងបងប្អូនហើយបន្ទាប់មកក៏យើងបង់បន្លែចូលតែម្ដងហើយបន្លែថ្ងៃនេះគឺសម្បូរតែដៃកំផ្លោកទេដោយសារតែចូលចិត្តហើយណាមួយបន្លែមួយមុខនេះហើយមានរសជាតិឆ្ងាញ់មែនទែនបងប្អូនរងាស់យ៉ាងណាក៏អត់រលួយដែររៀងច្រាប់អញ្ចឹងណាហើយយើងកូរវាឲ្យសព្វចូលគ្នាជាមួយនឹងទឹកសម្លឲ្យសទន់ហើយចាំយើងដាក់ត្រីរបស់យើងចូលមកអត់ឲ្យរលួយខ្លាំងទេបន្ទាប់មកក៏បន្ថែមជាមួយនឹងជីសម្រាប់បង់ចូលមកមានខ្ទឹមបំពងក៏ដូចជាជីរណាជីវ៉ាន់ស៊ុយជាពិសេសមកអមបងប្អូនហើយនិយាយថាក្លិនឈ្ងុយតែម្ដងគ្រាន់តែឃើញហើយឃ្លានបាយម្ដងទៀតជាពិសេសបានញ៉ាំក្តៅរៀងជូរអែមញ៉ាំជាមួយនឹងម្ទេសហឹរទៀតដឹងតែបាយខុសឆ្នាំងហើយគ្រួសារនាងខ្ញុំមកឲ្យតែមានដៃកផ្លោកម្ដងដល់ឃើញតែមុខម្ហូបមួយមុខនេះទេបងប្អូនចង់បានវីដេអូថ្មីតាក់ទងនឹងការធ្វើម្ហូបក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃកុំភ្លេចជួយ follow page ផ្ទះបាយម៉ែម្នាក់មួយអរគុណ